ស្ងាត់តែអត់ស្ងៀមទេណាបងប្អូនគឺនេះបងប្អូនអើយរវល់រហូតនឹងនេះកំពុងតែរៀបចំសាប៊ូជូនភ្ញៀវចំនួន4ម្ចាស់គាត់យកទៅលក់បន្តបងប្អូនចំនួន25ឡូភ្ញៀវគាត់នៅកំពង់ធំខ្លះគាត់នៅភ្នំពេញខ្លះនៅកំពង់សោមខ្លះហើយនិងកំពង់ស្ពឺខ្លះបងប្អូនអឺសម្រាប់បងប្អូនដែលគាត់មានបញ្ហាមុនណាបងប្អូនមុនជាំកន្ទួលរមាស់អីហ្នឹងគឺប្រើរយៈពេលតែមួយអាទិត្យទេនឹងដឹងលទ្ធផលហើយសាប៊ូខ្ញុំនេះបងប្អូនសឹងថាធម្មជាតិ100%បងប្អូនដោយសារតែខ្ញុំផ្សំចេញពីបន្លែដូចខ្ញុំធ្លាប់ប្រាប់បងប្អូនហើយបន្លែគឺខ្ញុំបេះតែបន្លែជុំវិញផ្ទះរបស់ខ្ញុំឯងបងប្អូនដែលគ្មានដាក់សារជាតិគីមីអីទេហើយមានទាំងទឹកឃ្មុំមានទាំងទឹកដោះគោមានទាំងម្សៅអង្ករដំណើបរ៉ាយរាប់ប្រាប់បងប្អូនអញ្ចឹងទីបងប្អូនបបោថាមិនជឿទេលាយម្លឹងហើយលក់តម្លៃប៉ុណ្ណឹងធូរថ្លៃបងប្អូនអើយសម្រាប់អ្នកណាមិនដឹងទេសម្រាប់ខ្ញុំអត់យកចំណេញច្រើនទេយកចំណេញតិចបំផុតសំខាន់តិចតែយើងបានបោះដុំចេញលក់ជារៀងរាល់ថ្ងៃអញ្ចឹងវាគង់នឹងបានច្រើនដូចតែគ្នាទេហើយរបស់យើងធានាគុណភាពទៀតដោយសារតែខ្ញុំខ្លួនឯងខ្ញុំប្រើហើយខ្ញុំឃើញថាល្អហើយបងប្អូនហើយក៏ខ្ញុំនិយាយចំទៅគឺផលិតផលខ្ញុំក៏បានយកទៅត្រួតពិនិត្យនៅឡាបូហើយដែរគឺយើងអាចប្រើប្រាស់បានដោយសារតែខាងឡាបូគាត់បញ្ជាក់ថាมันមានជាតិបកកាត់ឬក៏ជាតិគីមីអីទេគឺអាចប្រើប្រាស់បានហើយខ្ញុំប្រើខ្លួនឯងគឺខ្ញុំដឹងពីគុណភាពរបស់សាប៊ូខ្លួនឯងនិយាយទៅថាអ្នកលក់ប្រូប៉ុន្តែអ្នកលក់ម្នាក់នេះអត់ចេះប្រូទេបងប្អូនអាចសាកល្បងទៅតែមួយអាទិត្យឬ2អាទិត្យនឹងដឹងលទ្ធផលហើយជាពិសេសអ្នកមានមុនតែម្ដងមុនគ្រាប់អីហ្នឹងគឺដុសទៅវាធ្វើឲ្យស្បែកយើងទន់ហើយអង្គុយលេងយកដៃស្ទាបក្អែកេះមកភ្លុតតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលចង់សាកល្បងកុំភ្លេចណាជួយគាំទ្រផលិតផលខ្មែរយើងឲ្យខ្មែរយើងមានការងារធ្វើអរគុណច្រើន